បាទជំរាបសួរពុកម៉ែបងប្អូនបាទនៅខាងមុខខ្ញុំនេះគឺដើមគុយបាទខ្ញុំបាទយកពីខេត្តរតនគិរីមកខាងសហគមន៍បឹងយ៉ាឡោមគាត់បដោះបាទយកមកដាំនៅខាងក្រោយផ្ទះនៅខាងស្រុកស្រែអំបិលខេត្តកោះកុងបាទរយៈពេលដាំ7 ឆ្នាំហើយបាទល្អមែនតែនបាទដើមគុយបាទពុកម៉ែបងប្អូនបាទនេះជាស្លឹករបស់វាពុកម៉ែបងប្អូនហើយដើមវាភាគច្រើនវាឡើងដើមឈើអញ្ចឹងបាទពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនចង់ដាំអីយើងអាចច្នៃនៅតាមផ្ទះបាទបើអ្នកនៅដីឡូបាទនៅក្បែរភ្នំពេញអីចង់តុបតែងអីយើងអាចដាំហើយយើងធ្វើទ្រើងវាបាទតែនេះខ្ញុំដាំនៅក្រោយផ្ទះបាទបាទនេះខ្ញុំដាំនៅជាប់ដើមកញ្ញូងតែម្ដងបាទហើយវាឡើងដើមកញ្ញូងបាទហើយកញ្ញូងនេះមានរយៈពេលប្រហែលជា5 ឆ្នាំខ្ញុំដាំនៅខាងក្រោយផ្ទះខ្ញុំបាទវ៉ាគុយវាចាប់ដើមវាឡើងទៅលើបាទមិនបើកអាចថា2 ឆ្នាំអីទៀតបានផ្លែបាទហើយដើមកញ្ញូងនេះល្អមែនតើបាទពុកម៉ែបងប្អូនធំណាស់ដាំប្រហែលជា5 ឆ្នាំបាទអរគុណច្រើនបាទពុកម៉ែបងប្អូនជំរាបលាបាទចូលរួមដាំដើមឈើបាទដើម្បីភពផែនដីយើងជំរាបលា